សូមជម្រាបសួរបងប្អូនពេលនេះយើងមកអានបន្តទៀតនៅសៀវភៅគតិលោកភាគទី6បន្តទៀតចាអូខេឥឡូវយើងមកដល់រឿងឆ្មាស្រុកមួយនិងចាប់ពូកមួយមានឆ្មាស្រុកមួយចាប់ពូកមួយនាយគេចិញ្ចឹមនៅជាមួយគ្នាថ្ងៃមួយមានចាប់ព្រៃមួយហើរមកទុំនៅទីចិត្តនៃចាប់ពូកនោះហើយពោលពាក្យតេះដៀលចាប់នៅក្នុងទ្រង់ជាភាសាកុនជាតិឯចាប់នៅក្នុងទ្រង់ក៏កើតតោសោឡើងតាំងជេរប្រតិចទៅចាប់ព្រៃវិញចាប់ទាំងពីរកើតចំនួនជេរគ្នាទៅវិញទៅមកតែនឹងប្រជិកគ្នាពុំបានព្រោះមួយនៅក្នុងទ្រង់មួយនៅក្រៅទ្រង់ឯឆ្មាស្រុកបានលើចាប់ទាំងពីរឆ្លោះគ្នាដូច្នោះក៏ខឹងនឹងចាប់ព្រៃថាអាសត្វចង្រៃហេតុអ្វីវាមកឆ្លោះប្រកែកនឹងចាប់ជាសម្លាញ់អញបើដូច្នេះអញនឹងជួយចាប់ជាសម្លាញ់ចោះគិតហើយឆ្មានោះលោបទៅចាប់ព្រៃនោះបានហើយទំពាស៊ីសាច់ចាប់ព្រៃកើតក្តីឆ្ងាញ់ពិសាទៅថាអញមិនដឹងថាសាច់ចាប់ព្រៃមានរសជាតិឆ្ងាញ់ដល់ម្ល៉េះសោះបើដូច្នេះចាប់ដើមតាំងពីថ្ងៃនេះទៅអញនឹងស្វែងចាប់ព្រៃអាស្រ័យជាចំណីខ្លួនឆ្មានោះគិតដូច្នោះហើយពីថ្ងៃនោះមកតាំងស្វែងលបចាប់ព្រៃអាស្រ័យជានិរន្តរ៍ថ្ងៃមួយចាប់នោះរកចាប់ព្រៃពំបានកើតញ៉ាំមាត់អត់ពំបានទៅហែកត្រង់ចូលទៅចាប់ជាសម្លាញ់បរិភោគតាមក្តីប្រាថ្នាខ្លួនហោងរឿងនេះបានកតិដល់បុគ្គលជានាម៉ឺនធំឬចៅវាយស្រុកដែលពុំធ្លាប់លក់រាសប្រជាម្ដងសោះនោះអធ្យាស្រ័យក៏ល្មមសំគួរតែបើបានលក់រាសបានប្រាក់មាសម្ដងហើយកើតញ៉ាំអត់ពំបានដល់ក្រោយមិនយល់មុខនរណាចេះតែលក់ទាំងអស់ទាំងសាច់ញាតិសន្តានខ្លួនក្តីក៏ចេះតែលក់មិនរើសមុខថានរណាឡើយកើតដោយញ៉ាំបានដូចយ៉ាងឆ្មាស្រុកស៊ីចាប់សម្លាញ់ខ្លួននោះឯងចប់តម្រាកតិញ៉ាំមាត់អត់ពំបានទី30រឿងសត្វសំពោចចូលក្នុងជង្រុកស្រូវនិទាននេះមានដំណាលក្នុងក្បួនបារាំងសេះមានសំពោចមួយចូលទៅក្នុងជង្រុកស្រូវគេបាននៅស៊ីស្រូវដល់រាប់ដល់ស្រីរៈធំធាត់ថ្ងៃមួយអ្នកម្ចាស់ជង្រុកដើរមកត្រង់ទីជង្រុកនោះដោយមានកិច្ចនឹងទៅស្រែឯសំពោចនៅក្នុងជង្រុកបានលឺស័ព្ទសន្ធឹកជើងមនុស្សដើរមកដូច្នោះក៏ផិតភ័យតក់ស្លុតស្ទុះរត់មកត្រង់បង្អួចដើម្បីនឹងចេញតាមចន្លោះមេចម្រឹងតែនឹងចេញពំរួចឡើយទើបពោលឡើងថាកាលអញចូលមកក៏ចូលតាមចន្លោះមេចម្រឹងនេះឯងមេចម្រឹងនេះសោតក៏នៅជាប្រក្រតីចោះហេតុអ្វីបានជាចេញទៅពំរួចដូច្នេះគ្រាកាលនោះមានកណ្ដុរមួយវាមកខាងមេចម្រឹងបានលឺសំពោចនោះពោលពាក្យដូច្នេះក៏ឆ្លើយថាមេចម្រឹងនេះនៅដដែលដូចមុនទេប៉ុន្តែគ្រាកាលបងឯងចូលមកនោះគឺរូបបងឯងស្គមតូចទៅចូលមកបានលុះបងឯងមកនៅក្នុងជង្រុកនេះបានបរិភោគស្រូវឆ្អែតស្កប់ស្កល់អត្តភាពបងឯងកើតធាត់ធំឡើងលើសមុនហេតុនេះបានជាចេញទៅពំរួចណែបងឯងកុំស៊ីស្រូវតទៅទៀតស៊ូអត់ត្រាអត្តភាពស្គមតូចដោយកាលមុននោះទៅបងឯងអាចចេញទៅរួចបានសំពោចបានស្ដាប់ពាក្យកណ្ដុរថ្លែងដូច្នោះក៏ចូលចិត្តបានទៅតាំងអត់អាហារពីថ្ងៃនោះមកតតែស្គមតូចដូចមុនទៅចេញអំពីជង្រុកនោះទៅបានចប់សេចក្តីតែប៉ុណ្ណេះហោងរឿងនេះបានគិតដល់បុគ្គលអ្នកចូលធ្វើការរាជការបានទទួលទានបៀវត្សប្រាក់ខែកើតមានសម្បត្តិបរិបូរណ៍ហើយចង់លែងធ្វើរាជការវិញនោះមានតែលែងទទួលប្រាក់ខែបងទៅអាចចេញចាកនាទីនៃរាជការទៅបានមួយទៀតបុគ្គលចង់ចេញទៅបួសជាភិក្ខុសាមណេរសោតនោះមានតែលះសម្បត្តិទ្រព្យចោលបងស៊ូអត់កុំបរិភោគបញ្ចកម្មគុណនោះទៅចេញទៅបួសជាភិក្ខុសាមណេរបានបទអស់នេះអ្នកប្រាជ្ញគប្បីពិចារណាទៅទៀតចោះចប់តម្រាកតិរើខ្លួនចេញចាក់ទុកទី31រឿងឈ្មួញលក់លានិងពួកចោរព្រៃនិទាននេះមានដំណាលក្នុងក្បួនបារាំងសេះមាននាយឈ្មួញម្នាក់មកអំពីប្រទេសក្រៅនាំកូនឈ្មួញដឹកលាបលាលីលាទៅតាមផ្លូវលុះមកដល់ទីកណ្ដាលព្រៃស្ងាត់មានពួកចោរទាំងឡាយនៅចាំលួចចាំប្លន់មហាជនដែលដើរទៅមកក្នុងផ្លូវនោះថ្ងៃនោះពួកចោរបានឃើញនាយឈ្មួញមកដល់ទីនោះក៏នាំគ្នាចូលវាយប្លន់នាយឈ្មួញមានគ្នាតិចស៊ូនឹងពួកចោរនោះពំបានទៅនាំគ្នាទៅកាន់ទីសានុទិសផ្សេង
ឯពួកចៅក៏នាំគ្នាចោមចាប់លាជាពិហនៈលាឯណាដែលមិនមានទ្រព្យរបស់នៅលើខ្នងពួកចៅពុំត្រូវការចាប់យកឡើយគឺចាប់តែលាដែលមានទ្រព្យរបស់នៅលើខ្នងកាលនោះពួកចៅចាប់បានលាឈ្មោលមួយមានទ្រព្យលើខ្នងហើយនាំគ្នាដឹកទាញទង់ទៅកាន់លំនៅវាលាឈ្មោលបានក្តីទុក្ខវេទនាដោយចោលវាទាញទៅឥតក្តីមេត្តាទៅមកគិតថាពួកលាទាំងឡាយបណ្ដាដែលមកជាមួយគ្នាគេសឹងផុតពីកណ្ដាប់ដៃពួកចៅអស់នេះគឺវាពុំត្រូវការនឹងចាប់នឹងចងយកពីព្រោះគេគ្មានរបស់ទ្រព្យជាប់នៅលើខ្នងដោយរូបអាត្មាអញនេះអាត្មាអញបានក្តីទុក្ខទោសយ៉ាងនេះក៏ព្រោះរបស់ទ្រព្យដែលជាប់នៅលើខ្នងនេះឯងគិតទៅទ្រព្យសម្បត្តិមាសប្រាក់កាយកងទាំងពួងនេះជាគ្រឿងនាំឲ្យកើតទុក្ខទោសគឺជាអសិរពិសចឹកអាត្មាអញប្រកាសលាឈ្មោលនោះគិតឃើញក្តីទុក្ខទោសអាត្មាដូច្នោះហើយក៏យំសោកវិយោគដើរតាមពួកចៅនោះទៅដរាបដល់លំនៅនៃចៅហោងរឿងនេះបានគតិដល់បុគ្គលអ្នកមានទ្រព្យសម្បត្តិមិនចេះប្រយ័ត្នសម្បត្តិនោះជាពឹសពោពើតខ្លួនវិញដោយយ៉ាងនិទាននាងនារីម្នាក់ពាក់ខ្សែកមាសទំហូរពេជ្រកងចិញ្ចៀនខ្សែដៃតែងអាត្មាបង្អួតគេបង្អកាមតាមការលោកីចោះដោយសារកប៉ាល់មកពីស្រុកទន្លេធំលុះមកដល់ក្រុងភ្នំពេញនាងនោះក៏ឡើងឆាកនាវាយាត្រាក៏ត្រង់ក្រោយវត្តឧណាឡោមកាលនោះមានអាអ្នកលេងម្នាក់ឃើញនាងនារីដើរមកដល់ទីបានឱកាសហើយវាទៅវាខ្លែងធ្វើជាស្វាមីនៃនាងនោះស្ទុះទៅវាយធាក់ដោះយកខ្សែកងចាចេស្ដីថាខ្មោចមេចង្រៃអប្រិយអញជាប្តីវាមិនស្ដាប់ពាក្យអញខាត់ខ្លះគួរឬវាចេះតែទៅចោលឲ្យអញនៅចំផ្ទះរក្សាកូនពិបាកស្ទើរនឹងស្លាប់បើដូច្នេះឲ្យគ្រឿងខ្សែមាសវាពាក់ធ្វើអីត្រូវអញអូសយកពីហងឯងវិញកុំឲ្យជំនាវាពាក់ទៅឡើយចេះហើយអានោះវារត់សំដៅកាន់ផ្លូវខាងជ្រុងគុកកិច្ចខ្លួនបាត់ទៅហោងឯនាងនារីដួលចុះក្រោយក្រោកឡើងបានហៅគេឯងជួយចាប់ចោលប្លន់ក៏ពុំមាននរណាមួយចូលជួយឡើយព្រោះគេឮពាក្យអាចោចេប្រតិចជាទំនងប្តីប្រពន្ធគេនឹកស្មានថាប្តីគេប្រពន្ធគេជេរវាយគ្នាដោយធម្មតាបានជាគ្មាននរណាមកជួយឡើយលុះអាចោរត់ទៅបាត់ហើយទៅនាងនោះប្រាប់គេថាមិនមែនប្តីខ្លួនទេជាចោវាយដណ្ដើមយកគ្រឿងមាសខ្លួនប្រកាសនាងនោះប្រាប់ឲ្យគេជួយដេញចោលនិងចាប់វាក៏ចាប់វាពុំបានឡើយព្រោះវាទៅបាត់យូរហើយនាងនារីក៏បានក្តីទុក្ខទោសដូចគ្នានឹងរឿងលាដែលបានពណ៌នាមកនេះអ្នកប្រាជ្ញគប្បីដឹងដោយប្រការដូច្នេះចប់តម្រាគតិមានទ្រព្យជាប់ទោសមានប្រាក់មាសវិនាសរូបទី32រឿងលានិងឆ្កែមានចៅវាយជាមួយគ្នានិទាននេះមានដំណាលក្នុងក្បួនបារាំងសេះមាននាយដង្ខៅម្នាក់ផ្ទុកគ្រឿងស្បៀងអាហារក្នុងតាងដាក់លើខ្នងលាមានសុនក់ស្រុកមួយទៅជាមួយគ្នាលុះទៅដល់ទីវាលមួយមានដើមឈើដោះរបស់នាយដង្ខៅនោះក៏ឈប់សម្រាកកម្លាំងដោយពេលលានោះជាពេលថ្ងៃត្រង់ទៅចូលដេកសម្រាកក្រោមដើមឈើធំលែងសត្វលាឲ្យស៊ីស្មៅប្រើឆ្កែឲ្យនៅខ្វៀនលានិងឲ្យមើលហេតុអន្តរាយឲ្យទៀតផងឯសំណក់កើតឃ្លានបាយក៏និយាយនឹងលានោះថាភឿនអើយគ្នាឃ្លានបាយណាស់ចូលឯងអោនខ្លួនចោះបន្ទាបខ្នងបន្តិចឲ្យគ្នាយកបាយក្នុងតាំងតោះដល់អាស្រ័យឯលាឮឆ្កែសុំយកបាយដូច្នោះក៏មិនចង់ឲ្យដោយខ្លាចនាយផងទៅតបថាពេលនេះមិនត្រូវចៅស៊ីទេចាំដល់ល្ងាចសិនសឹមយើងដាក់ឲ្យស៊ីសុនក់ក៏អង្វរថាគ្នាឃ្លានណាស់ចាំល្ងាចពុំបានទេចូលភឿនដាក់មកឲ្យគ្នាស៊ីសិនលាក៏តបទៅវិញថាចាំនាយគាត់ភ្ញាក់សិនចោះសឹមស៊ីវេលានេះយើងមិនហ៊ានឲ្យទេសុនក់នោះបានឮថាលាមិនព្រមឲ្យដូច្នោះក៏តូចចិត្តគិតខឹងនឹងលាតែពុំហ៊ានថាអ្វីទៅទៀតឯលានោះដើររកស៊ីស្មៅស៊ីស្លឹកឈើរៀងទៅដល់ជាយព្រៃធំមួយកាលនោះមានឆ្កែព្រៃមួយបានឃើញលាមកស៊ីស្មៅទៅឯងក៏បោលមក
នឹងខំលាជាអាហារលាឃើញឆ្កែព្រៃដេញមកដូច្នោះក៏ផិតភ័យតក់ស្លុតរត់មកត្រង់ឆ្កែស្រុកហើយហៅឆ្កែស្រុកថាសំឡាញ់អើយជួយគ្នាផងឆ្កែព្រៃវាដេញខំគ្នាហើយឯសំណក់ស្រុកក៏ស្ដីផ្ចាល់ទៅថាលាអើយកាលអញសុំបាយស៊ីឯងថាចាំនាយគាត់ក្រោកឥឡូវមានភ័យមកដល់អញចាំនាយគាត់មកដែរទើបអញជួយបានថាហើយសុណក់ក៏ធ្វើជាពុំនាំពៀតាំងអង្គុយនៅមើលតែពីចម្ងាយហោងឯលាក៏ផិតភ័យក្រៃពេកណាស់ឆ្កែព្រៃរត់តែបោលខំអំពីក្រោយត្របាក់កែងផុតលានោះក៏រឹងរត់តែភ័យខ្លាំងតាំងបោលបោះផ្លោះទៅឯដើមឈើធំដែលនាយដង្ខៅដេកនោះឯងដល់ហើយក៏ស្រែកហៅនាយឲ្យជួយអាត្មានាយដង្ខៅបានឮសូរលាស្រែកដូច្នោះក៏ភ្ញាក់ក្រោកឡើងម្នីបែរទៅឃើញឆ្កែព្រៃដេញខំលាក៏ស្រែកហៅសំណក់ស្រុកឲ្យជួយលាជាប្រញាប់ឯសំណក់ស្រុកបានឮនាយហៅឲ្យជួយលាដូច្នោះក៏ស្ទុះម្នីបោលទៅដេញខំឆ្កែព្រៃឃើញឆ្កែស្រុកក៏ខ្លាចពុំអាចបោលដេញលាទៅទៀតឡើយលុះក៏ស្ទុះរត់ចូលព្រៃបោលទៅកាន់លំនៅអាត្មាវិញហោងនាយដង្ខៅកាលឆ្កែព្រៃបោលបាត់ទៅវិញហើយទៅហៅលានឹងឆ្កែស្រុកចូលមកសាកសួរហេតុនោះថាលាឯងអញឲ្យទៅស៊ីស្មៅបានឲ្យឆ្កែទៅខ្វៀលជួយមើលក្តីអន្តរាយផងឥឡូវឆ្កែព្រៃវាដេញខំខ្លួនតើហេតុអ្វីខ្លួនមិនទៅរកឆ្កែស្រុកឲ្យគេជួយត្រឡប់ជាបោលមករកអញវិញអញបានផ្ដាំថាឯងទៅរកស៊ីចោះគ្នាសុំដេកសម្រាកកម្លាំងបន្តិចល្មមដល់ពេលត្រជាក់បន្តិចនឹងលើកបរទៅទៀតឯលាក៏តបឡើងថាកាលឆ្កែព្រៃវាដេញនោះខ្ញុំបានរត់ទៅរកឆ្កែស្រុកបានស្រែកហៅឲ្យជួយឆ្កែស្រុកគេពុំជួយឡើយគេត្រឡប់ថាជានាយភ្ញាក់សិនទៅគេជួយឆ្កែស្រុកគេពុំនាំពៀយ៉ាងនេះបានជាខ្ញុំបានរត់មករកនាយឲ្យជួយនាយដង្ខៅឮលាថាដូច្នោះក៏សួរទៅឆ្កែវិញថាម្ដេចឯងមិនជួយលាអញបានផ្ដាច់ថាឲ្យមើលក្តីអន្តរាយផងឆ្កែស្រុកឆ្លើយថាឲ្យការថាកាលខ្ញុំបានឃ្លានបាយខ្ញុំបានសុំលាថាគ្នាឃ្លានបាយណាស់ចូលឯងបង្អោនខ្លួនចោះបន្តិចគ្នានឹងយកបាយកក់អាស្រ័យនោះលាក៏វាមិនព្រមឡើយគេថាចាំនាយភ្ញាក់សិនសុំស៊ីចោះខ្ញុំបាននឹកខឹងនឹងលាយ៉ាងនេះដល់ឆ្កែព្រៃវាដេញលាមកលាស្រែកហៅឲ្យខ្ញុំបាទជួយខ្ញុំបាទក៏តបពាក្យគេវិញថាចាំនាយភ្ញាក់សិនសុំជួយពាក្យខ្ញុំបាទថានោះគឺថាតែតាមពាក្យលាដែលពលមុននោះឯងសូមនាយជំរះក្តីនេះឲ្យឃើញខុសត្រូវដោយយុត្តិធម៌ចោះនាយដង្ខៅសួរទៅលាវិញថាលាហេតុអ្វីឆ្កែគ្នាសុំបាយកកស៊ីមិនចៅមិនឲ្យវាស៊ីទៅលាតបទៅវិញថាបានជាខ្ញុំមិនទាន់ឲ្យនោះព្រោះខុសកាលវេលាគឺពេលព្រឹកលោកនាយឲ្យឆ្កែនឹងបានបរិភោគរួចហើយពេលថ្ងៃត្រង់លោកនាយមិនដែលពិសាតែដល់ពេលល្ងាចតែម្ដងវាក៏ស៊ីត្រូវពេលនឹងនាយដែរកាលឆ្កែវាសុំបាយស៊ីនោះគឺជាពេលថ្ងៃត្រង់ឆ្កែឃ្លានឥតរបបខុសពេលនាយពិសាហេតុនោះខ្ញុំឲ្យម្ដេចធ្វើម្ដេចបានជាខ្ញុំបាទថាចាំនាយភ្ញាក់សិនសុំឲ្យស៊ីបានជាខ្ញុំបានថាដូច្នោះព្រោះបាយត្រីអស់នេះជារបស់ផងនាយអនុញ្ញាតឲ្យទៅខ្ញុំបាទហ៊ានដាក់ឲ្យនឹងចាត់ចែងឯងឲ្យដោយចិត្តឯងឯណាក៏បានវិស័យអ្នកនៅនឹងនាយចៅវាយឬនៅនឹងសំណាក់គ្រូអាចារ្យលោកឲ្យឯងទទួលទុកដាក់ស្បៀងអាហារឬទ្រព្យសម្បត្តិណានីមួយត្រូវតែរក្សាថែទាំរបស់អស់នោះកុំឲ្យវិនាសទៅដោយការមិនគួរបងមែនបើនាយចៅវាយឬគ្រូអាចារ្យលោកបង្គាប់ថាឲ្យនរណានោះទៅអាចនាំចេញទៅឲ្យអ្នកនោះបានមួយទៀតអ្នករក្សាទ្រព្យសម្បត្តិនាយចៅវាយនេះត្រូវឲ្យដឹងវត្ថុនោះផងគឺវត្ថុណាចំណីណាទុកយូរទៅពុំបានល្មមប្រាប់នាយឬរកនាយនឹងប្រាប់ពុំឃើញក្តីក៏គប្បីយកមកចែកចាយឲ្យភឿនផងអាស្រ័យទៅក៏គួរព្រោះវត្ថុចំណីនោះទុកនៅនឹង
ខូចអាសាបងឥតការចោលម្សៀតខ្ញុំបាទកាន់ច្បាប់យ៉ាងនេះបានជាសុណក់សុំបាយស៊ីខ្ញុំបាទមិនហ៊ានឲ្យឯនេះដង្ខៅបានលើពាក្យលាពោលត្រូវច្បាប់ដូច្នោះក៏ត្រេកអរទៅនិយាយទៅនឹងឆ្កែវិញថាអើបាសុណក់លានិយាយឲ្យការនេះត្រូវច្បាប់ល្អហើយចៅឯងតើសុកចិត្តចាញ់ព្រៀបលាហើយឬពុំសុកចិត្តយ៉ាងណាចូលថាទៀតចោះឯសនៈក៏តបថាខ្ញុំបាទពុំសុកចិត្តចាញ់លានេះទេព្រោះលាវាថាលោកនាយនិងខ្ញុំបាទបរិភោគអាហារមានពេលលាគឺបរិភោគតែព្រឹកនិងល្ងាចឯពេលថ្ងៃត្រង់ថ្ងៃរសៀលបរិភោគពុំបានចោះត្រង់រុកលានេះមិនក៏ស៊ីស្មៅស៊ីសឹកឈើតែវល់ល្ងាចព្រឹកក៏ស៊ីថ្ងៃក៏ស៊ីគ្មានឈប់សោះត្រង់យើងមិនដេចក៏ចាំបាច់មានពេលមានពេលលានោះបត់មួយទៀតពាក្យថាលាថាអ្នករក្សាទ្រព្យរបស់ចៅហ្វាយនាយត្រូវដឹងវត្ថុដែលទុកយូរបាននិងទុកយូរមិនបានវត្ថុណាទុកយូរមិនបាននឹងខូចចោលនោះអ្នកត្រូវអ្នករក្សាប្រាប់នាយឬបើរោគនាយនឹងប្រាប់មិនឃើញទេត្រូវនាំចេញមកឲ្យពួកភឿនអាស្រ័យសិនក៏គួរដូចយ៉ាងបាយកកនេះជាវត្ថុសំណល់សល់អំពីព្រឹកទុកយូរទៅពំបាននឹងប្អូនខូចចោលបងខ្ញុំបាទសុំស៊ីបាយកកនេះអាស្រ័យហេតុម្ដេចលាមិនឲ្យខ្ញុំបាទនឹងបានសុំវត្ថុដែលទុកយូរបានឬចំណីថ្មោងកាលណាសុំលោកនាយពិចារណាត្រង់បទនេះឲ្យទៀនតាមពាក្យដែលលាដោះស្រាយមកនោះមើលឯលាបានលើឆ្កែកែសំណួរស្របតាមពាក្យខ្លួនដូច្នោះក៏ឆ្លើយកាត់ឡើងថាណែចៅសនៈពាក្យយើងថាខ្លួនលោកនាយនិងតួចៅឯងបរិភោគមានពេលវេលាត្រង់យើងជាសត្វលាស៊ីស្មៅស៊ីស្លឹកឈើមិនមានពេលវេលានោះព្រោះអាហារចំណីខុសគ្នាខាងចៅឯងបរិភោគបាយត្រីសាច់ជាអាហារនេះតែបរិភោគឆ្អែតហើយមិនបាច់ឈប់រើមកទំពាអៀងលំអិតទៀតឡើយឯងខាងយើងជាពួកគោក្របីបរិភោគស្មៅជាអាហារនោះតែបរិភោគឆ្អែតហើយត្រូវឈប់រើចេញមកទំពីអៀងតលតែល្អិតការល្អិតហើយអាហារនោះតិចចោះមិនពេញពោះទៅវិញហេតុនោះទើបយើងពួកគោក្របីបរិភោគពុំមានពេលឈប់យូរដល់ល្ងាចបានមួយទៀតតែនជាតិទាំងឡាយសឹងដោះដាស់ពាសទូទាំងធរណីបណ្ដាសត្វព្រៃក្តីសត្វស្រុកក្តីត្រូវការអាស្រ័យមិនចាំទិញដូរឬសុំនរណាទេត្រូវស៊ីបានឥតថ្លៃក៏ឯអាហារបាយត្រីសាច់ចំណែកខាងមនុស្សឬសត្វដែលត្រូវស៊ីនោះសឹងបានមកដោយទិញដូរគេទៅបានមកនឹងទៅបរិភោគឥតវេលាដូចយ៉ាងស្មៅនោះពុំបានជាការចោះទុនច្រើននាំឲ្យបានក្តីក្រលំបាកទៅថ្ងៃមុខមួយទៀតទោះសត្វស៊ីស្មៅក្តីស៊ីបាយក្តីតែមានម្ចាស់ចាត់ឲ្យស៊ីយ៉ាងណាក៏តោងប្រព្រឹត្តតាមការរបស់ម្ចាស់នោះឯងមួយទៀតឆ្កែពោលពាក្យថាបាយកកជាបាយសំណល់ជាវត្ថុទុកយូរពុំបានក៏ពិតមែនតែទុកត្រឹមពេលល្ងាចក៏មិនទាន់ប្អូនខូចដែរនៅអាស្រ័យទៀតបានហេតុនោះបានជាយើងមិនឲ្យយើងចាំជម្រាបនាយសិនជាគាត់ឲ្យឬមិនឲ្យក៏តាមចិត្តលោកនាយចោះឯនាយដង្ខៅឬសត្វទាំងពីរជជែកគ្នាទៅវិញទៅមកដូច្នោះក៏ឆ្លើយកាត់ឡើងថាការអស់នេះជាទោសខុសធ្លាក់មកលើអញជានាយវិញចោះព្រោះអញមិនបានមើលការផ្ដាក់ផ្ទុកផ្ដាំលាឲ្យបែងបាយថ្ងៃត្រង់ចែកឲ្យឆ្កែគ្នាស៊ីផងពីថ្ងៃនេះទៅលាឯងមើលពេលគួរឲ្យឆ្កែគ្នាបានអាស្រ័យផងចោះថាហើយនាយដង្ខៅក៏រៀបប្រដាប់លើកដាក់លើតាងលាទៅកាន់ស្រុកនៃអាត្មាហោងរឿងនេះបានគតិដល់បុគ្គលអ្នកនៅនឹងនាយចៅហ្វាយឬគ្រូអាចារ្យដែលលោកឲ្យខ្លួនរក្សាទ្រព្យសម្បត្តិគួរយកគតិលាជាច្បាប់នៃអាត្មាទៅបានក្តីគប់ក្នុងលោកីនេះហោងចប់តម្រាគតិអ្នករក្សាទ្រព្យនាយទី33រឿងជើងដៃច្រណែននិងមាត់និទាននេះមានដំណើរក្នុងក្បួនបារាំងសេះមានកាលថ្ងៃមួយពួកអវយវៈទាំងឡាយគឺដៃពីរជើងពីរមាត់មួយនាំគ្នានិយាយថាយើងសប្តាហ៍ថ្ងៃនេះលំបាកនឹងប្រកបការរកស៊ីណាស់ជើងទាំងពីរឆ្លើយថាខ្ញុំឯងនេះព្រឹកឡើងកាលណារវល់តែនឹងដើរទៅឯណោះ
ខ្លះឯនេះខ្លះមិនចេះឈប់ឈរឡើយដៃទាំងពីរឆ្លើយឡើងថាខ្ញុំឯងក៏រវល់មិនមានឱកាសឈប់សោះវាតែដេកលក់ទៅបានឈប់តែភ្ញាក់ឡើងកាលណារវល់តែចាប់នេះចាប់នោះមិនចេះអស់ដោយហោចទៅត្រឹមស៊ីបាយចំណីអ្វីដៃក៏រវល់បាប់ចាប់ចំណីបញ្ចុកមាត់ដែរមាត់ឆ្លើយឡើងថាខ្ញុំឯងក៏រវល់មិនឈប់ដូចគ្នាតែភ្ញាក់ឡើងកាលណាចរចានិយាយថានេះថានោះទៅផ្សេងដោយហេតុទៅតែត្រឹមបរិភោគអ្វីមាត់ក៏រវល់ទំពារវល់លេបអាហារបញ្ចូលទៅការភ្នាក់ងារខ្ញុំឯងមានសភាពយ៉ាងនេះជើងដៃបានលឺដូច្នោះក៏សួរទៅមាត់ថាអាហារនោះតើធ្លាក់ទៅនៅលើរូបណាមាត់ប្រាប់ថាអាហារទាំងអស់នេះតែស៊ីហើយក៏ធ្លាក់ទៅលើក្រពះទាំងអស់សពអាហារដែលពួកយើងបានមកដោយដើរដោយចាប់កាន់ដោយទំពាលេបចូលទៅគឺទៅនៅលើក្រពះទាំងអស់ក្រពះនោះតើវាមកជួយធ្វើការអ្វីខ្លះដែរឬវានៅស្ងៀមប្រងើយកន្តើយទេមាត់ប្រាប់ថាក្រពះនោះវានៅស្ងៀមទទេវានឹងបានជួយកិច្ចការអ្វីក៏ឥតអង្គើមានតើបជើងឆ្លើយឡើងថាអញរវល់ដើរទៅរកស៊ីបានអាហារនោះក៏គួរធ្លាក់មកលើអញនេះមិនដេចឡើយក៏បានទៅលើក្រពះដែលវានៅស្ងៀមនោះវិញបើដូច្នេះពីថ្ងៃនេះទៅអញលែងដើររកស៊ីទៀតហើយដៃក៏ពោលថាអញខំធ្វើការសពសារពើសពថ្ងៃនេះអាហារសោតក៏ធ្លាក់បានទៅលើក្រពះនោះវិញបើដូច្នេះពីថ្ងៃនេះទៅអញលែងចាប់ពាល់កាន់ធ្វើអ្វីហើយទុកឲ្យក្រពះវាចេញមកធ្វើការដាំស្លដាក់ពោះវាចោះមាត់ក៏ពោលឡើងថាអញសោតខំនិយាយជេរពោលប្រតិចខំស៊ីខំទំពាខំលេបអាហារក៏ពុំតាំងនៅលើខ្លួនអញវាត្រឡប់បានទៅក្រពះនោះវិញក្រពះវាគ្មានជួយធ្វើការអ្វីសោះពីថ្ងៃនេះទៅអញលែងនិយាយលែងពោលលែងទំពាស៊ីអ្វីហើយទុកឲ្យក្រពះវាក្រៀមស្វិតពោះវាចោះទៅផ្សំមុខវាដែលវាកំចិលធ្វើការនេះអវយវៈទាំង3និយាយត្រូវកំណត់គ្នាហើយទៅចូលទៅដេកលើគ្រែលេងប្រកបជាភ្នាក់ងារខ្លួនទីតីពីថ្ងៃនោះហោងក្រពះនោះកាលអវយវៈក្រៅមិនបញ្ចូលអាហារទៅឲ្យដូច្នោះហើយក៏កើតស្ងួតក្រៀមភ្លើងដែលចូលធាតុពុំមានអាហារនឹងដុតផ្សាយទៅសពសកលកាយបានសកលកាយនោះកាលបើពុំមានរសអាហារនឹងផ្សាយហើយវាយកធាតុក៏មានកម្លាំងអាចផាត់អបោធាតុឲ្យរីងស្ងួតស្វិតទៅខ្លះកាលបើធាតុប្រែប្រួលពុំប្រក្រតីហើយអវយវៈទាំងឡាយក៏ស្វិតស្គមរីងទៅវាសមុฏដ្ឋានណាបៀតក៏បៀតបៀនធ្វើឲ្យចុកសៀតទៅផ្សេងដៃជើងមាត់ទាំង3ពួកកាលណាបើកើតវិបត្តិដល់ខ្លួនទីតីហើយពុំអាចនឹងតាំងនៅជាប្រក្រតីបានទៅមកប្រជុំគ្នាវិញទៀតថាពួកយើងតាំងតែពីលើកលែងប្រកបការមិនបញ្ចូលអាហារទៅឲ្យក្រពះនោះឥឡូវនេះវាស្វិតស្ងួតពុំបានផ្សាយរសជាតិអាហារដល់ពួកយើងឡើយពួកយើងបានក្តីស្កាំស្គមទ្រាំទ្រុឌគ្មានកម្លាំងសោះមិនតែប៉ុណ្ណោះដល់កើតជារោគចុកសៀតរួយអស់សាច់សរសៃថែមទៀតបើពួកយើងបង្អត់អាហារក្រពះយ៉ាងនេះហើយគង់នឹងអន្តរធានវិនាសទៅទាំងអស់គ្នាមិនខានព្រោះក្រពះគ្មានអាហារជាកម្លាំងនឹងផ្សាយរសជាតិដល់ពួកយើងនេះឯងបើដូច្នេះពួកយើងត្រូវប្រកបការតាមញាក់ងាររៀងខ្លួនដោយកាលមុនវិញពួកអវយវៈពិគ្រោះឃើញក្តីទុកទោមនស្សព្រមគ្នាដូច្នោះហើយជើងក៏ក្រោកដើរទៅប្រកបការតាមដើមដៃសោតក៏ចាប់ពាល់ធ្វើការងារតាមដើមមាត់សោតក៏និយាយស្ដីស៊ីបានអាហារដាក់ដូចមុនហើយកើតមានកម្លាំងផ្សព្វផ្សាយរសជាតិនោះទៅសពសពាងកាយដៃជើងមាត់ក៏បាននៅក្តីសុខសប្បាយឡើងដោយប្រក្រតីតាមកាលមុននោះវិញហោងរឿងនេះបានកតេដល់បណ្ដាអាណាប្រជាជនទាំងឡាយក្នុងប្រទេសរាជបុរីទុកជាអវយវៈគឺដៃមាត់ជើងមាត់ក្រពះនោះទុកជាមហាក្សត្រធិបតីមែនបើអាណាប្រជាជនទាំងឡាយមិនថ្វាយសួយសារអាករប្រាក់ពន្ធដារថ្លៃរាជការហើយ
មហាក្សត្រាធិបតីនឹងដល់នៅក្តីក្រីក្រពុំមានប្រាក់សម្រាប់ប្រកបការរក្សានគរនិងចិញ្ចឹមក្រមការតាមក្រសួងទាំងឡាយមានក្រមយោធាទាហានជាដើមកាលបើស្ដេចគ្មានក្រមមន្ត្រីសេនាបតីគ្រប់ក្រសួងហើយនឹងផ្សាយអំណាចរក្សាអាណាប្រជាជនក្នុងប្រទេសខ្លួនទៅមិនដេចបានពួកចៅពួករាជប្រជាមិត្តដឹងថាព្រះនគរពុំមានអំណាចហើយវានឹងនាំគ្នាលើកមកបុកបែនប្លន់ញោមញីចាប់មហាក្សត្រនិងពួកអាណាប្រជានុរាស្ត្រយកជាឆ្លើយជាខ្ញុំគេអស់ទៅបាននៅក្តីទុក្ខវេទនាព្រាត់ប្រាសចាក់ភូមិចាក់លំនៅទៅផ្សេងដូចគ្នានឹងក្រពះដែលពុំមានអាហារតាំងនៅនិងផ្សាយរសជាតិទៅដល់អវយវៈតូចធំពុំបាននោះឯងពិតមែនមហាក្សត្រាធិរាជពុំបានរកស៊ីជួយធ្វើការរាជនៅតែក្នុងវាំងក្នុងដំណាក់ដូចគ្នានឹងក្រពះពុំបានជួយធ្វើការពួកអវយវៈនោះឯងអ្នកមានបញ្ញាគួរពិចារណាមើលចោះមហាក្សត្រាធិរាជនោះត្រូវតែអវយវៈខាងក្រៅគឺអាណាប្រជានុរាស្ត្រថ្វាយសុយសាក៏បង់ប្រាក់ថ្លៃពន្ធបំរុងឲ្យមហាក្សត្រលោកនឹងបានចំណាយចែកចាយសាងព្រះនគរឲ្យមាំមួនខ្លួនរានឹងបានក្តីសុខឥតទុក្ខភ័យដែលកើតអំពីពួកពាលវាកំហែងនោះហោងគួរបងប្រាក់ជូនរាជការហើយពួកយើងជារាជទាសនៅក្នុងព្រះនគរកំពោលថាមហាក្សត្រីនៅទំនេរឡើយចាប់ដំរាកតិរាជបងប្រាក់ពន្ធទី34ចាពេលនេះយើងចប់នៅកតិលោកភាគទី6តែប៉ុណ្ណេះចាបងប្អូនអើយសូមកុំចិត្តដាច់អីជួយ Subscribe មួយផងអើយនិយាយទៅខំអានជាការចែកចាយជាធម្មតាក៏ប៉ុន្តែគាត់ថាបើសិនជាមានអ្នក Subscribe ទៅបានស្ដាប់គ្នាច្រើនខ្ញុំអ្នកដែលចែកចាយនេះក៏សប្បាយចិត្តដែរតែបើថាទោះជាបងប្អូនមិន Subscribe ច្រើនក៏នៅតែអានដែរពួកអីគោលបំណងគឺដើម្បីចេះដឹងហើយនឹងចែកការយល់ដឹងទាំងអស់គ្នានឹងខ្ញុំអានហ្នឹងដើម្បីចេះដឹងខ្លួនឯងហើយក៏ជាការដែលជួយចែករំលែកដល់បងប្អូនដែលមិនមានពេលអង្គុយអានស្ដាប់នឹងខ្ញុំអានដើម្បីឲ្យបានចេះដឹងទាំងអស់គ្នាហ្នឹងណាចា